ជំរាបព័ត៌មានថ្មីនៅថ្ងៃទី6នោះគឺនៅអូរស័យនៅក្រុងប៉ោយប៉ែតនេះគឺគេបានទៅចាប់ខ្លួនជនជាតិថៃ28រូបដែលប្រកបរបរខុសច្បាប់ប៉ុន្តែវាអកុសលប្រកបរបរខុសច្បាប់ហើយអត់ទោសទៀតបានបណ្ដេញចេញពីប្រទេសទៅវិញគេថាប្រកបរបរខុសច្បាប់វាត្រូវមានទោសតែអត់ទៅជាបណ្ដេញចេញអានេះវាអកុសលខ្មែរយើងណាខ្មែរយើងវាមិនបានទៅប្រព្រឹត្តឲ្យខុសផងក៏គេមានច្បាប់សម្រាប់ដាក់ទោសញុះញង់ឬក៏ប្រឆាំងមន្ត្រីសាធារណៈស្អីតែដល់ទៅបរទេសប្រកបរបរខុសច្បាប់ហើយត្រូវបណ្ដេញចេញវិញហើយនៅខេត្តបៃលិនក៏ដូចគ្នាបាទនៅខេត្តបៃលិនគេរកឃើញជនជាតិថៃនិងជនជាតិចិនជាង30រូបប្រកបរបរខុសច្បាប់ដែរត្រូវគេបណ្ដេញចេញដែរបាទអានេះវាឈឺចាប់ណាស់បើយើងស្ដាប់ទៅបាទសូមអរគុណសូមបើតាមស្ដាប់ប្រសាសន៍របស់លោកកេងលីសមានប្រសាសន៍ខាងដើមមុននេះបន្តិចនោះតកតងទៅនឹងជនបរទេសដែលបានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសកម្ពុជាឬក៏ក្នុងដីកម្ពុជាមានន័យថាមិនត្រឹមតែមិនមានទោសភ័យអ្វីនោះទេបានត្រឹមតែបណ្ដេញចេញក្រៅប្រទេសតែប៉ុណ្ណោះនោះសបញ្ជាក់ប្រាប់ថារាជរដ្ឋាភិបាលរបស់ខ្មែរយើងមានភាពកំសោយមានន័យថាកំសោយហើយកំសាដោយសារអីមិនហ៊ានដាក់ទោសទណ្ឌទៅលើបទល្មើសទៅលើជនបរទេសនោះទេដោយសារតែខ្លាចដូចថាបើយើងនិយាយទៅខ្លាចថ្នាក់ដឹកនាំឬក៏មេដឹកនាំប្រទេសរបស់គេនោះដែលមានឥទ្ធិពលអំណាចខ្ពស់ឬក៏ធំជាងហើយใครលោកគេអន់ចិត្តใครលោកគេមិនសប្បាយចិត្តម្ល៉េះគេធ្វើទុកបុកម្នេញបដខ្លួនជាដើមឡាក់ទាំងអស់នេះអញ្ចឹងនេះបញ្ជាក់ប្រាប់ថាជាមេដឹកនាំនៅក្នុងប្រទេសកម្ពុជារបស់យើងនោះពិតជាកំសោយហើយកំសាកទៀតហើយសូម្បីតែរឿងបទល្មើសជាក់ស្ដែងចាប់បានហើយក៏មិនហ៊ានដាក់ទោសទណ្ឌទៅដល់ពួកគេហើយសុខចិត្តបណ្ដេញពួកគេចេញពីក្រៅប្រទេសបើនៅប្រទេសដទៃទៀតក្នុងពិភពលោកនេះអត់មានប្រទេសណាធ្វើដូច្នេះទេបើសិនជាចាប់បានជនណាក៏ដោយហ៊ានតែប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសរបស់គេនឹងដាក់ទោសពិន័យទៅតាមកំហុសទោសបទល្មើសពួកគេមិនខានអញ្ចឹងបើទោះបីជាត្រូវដោះលែងក៏ត្រូវតែឲ្យរដ្ឋាភិបាលរបស់ប្រទេសនោះមកចរចាមកជជែកគ្នាហើយមកតវ៉ាដើម្បីរកដំណោះស្រាយជូនទៅដល់ជនបរទេសនោះដែរមិនមែនត្រឹមតែបណ្ដេញឲ្យត្រឡប់ទៅវិញឬក៏ឲ្យចេញក្រៅប្រទេសដូចអ្វីដែលលោកលើកឡើងនោះទេអញ្ចឹងមានន័យថាម៉េចថាប្រទេសកម្ពុជារបស់យើងមិនអាចទីពឹងពាក់ឬក៏ទីពឹងពោបាននោះទេដោយសារតែយើងជាមានមេដឹកនាំខ្សោយហើយកំសាកសូម្បីតែចាត់ប្រធានការទៅលើជនដែលប្រព្រឹត្តបទល្មើសក៏មិនហ៊ានផងបាទសូមអរគុណនេះគ្រាន់តែខ្ញុំបញ្ជាក់តាក់ទងទៅនឹងអ្វីដែលលោកលើកឡើងខាងដើមបន្តិចតែប៉ុណ្ណោះហើយឥឡូវនេះខ្ញុំបាទសូមបំបីចំណាប់5បងប្អូនប្រិមិត្តមកជួបជាមួយនឹងវគ្គcommentរបស់យើងបន្តទៀតគឺលោកដាវហ៊ួនបាទលោកដាវហ៊ួនខ្ញុំបាទសូមគោរពនឹងជម្រាបសួរលោកជាថ្មីម្ដងទៀតបាទជម្រាបសួរលោកទីមឡតលោកដាវហ៊ួនខ្ញុំបាទដោយរាល់សប្ដងអញ្ចឹងផងដែរក្រោយពេលដែលយើងបែកគ្នាមួយរយៈមកដល់ថ្ងៃនេះខ្ញុំបាទជាចម្បងមុនដំបូងចង់ដឹងជាងគេនោះគឺតាក់ទងនឹងសុខទុក្ខគឺនឹងសុខុមាលភាពរបស់លោកតែម្ដងហើយនឹងក្រុមគូសាររបស់លោកហើយម្យ៉ាងទៀតតាក់ទងទៅនឹងអាកាសធាតុនៅក្នុងតំបន់ខេត្តខណ្ឌរដ្ឋប្រទេសដែលលោកកំពុងស្នាក់នៅបច្ចុប្បន្នភាពនេះតើមានការបំរែបំរួលព្រោះប្រែក្តៅរងាបែបណាខ្លះលោកអាចរៀបរាប់ប្រាប់ចែកជូនទៅដល់បងប្អូនប្រិយមិត្តស្ដាប់បន្តិចបានទេទៀតសូមគោរពជើញបាទជាបឋមខ្ញុំករណីសូមថ្លែងបង្គំចំពោះប្រធានានុស្សាវរីយ៍គ្រប់អង្គនិងសូមជម្រាបសួរបងប្អូនជនជាតិជាពិសេសបងប្អូនកំពុងតែចូលរួមតាមដានទស្សនាការ live របស់ពួកខ្ញុំទាំង3ក្នុងផ្សាយចេញពីទូរទស្សន៍គណៈបក្សសង្គមជាតិក្នុងវិស័យនេះអរគុណច្រើនលោកជំរាបពាក់ព័ន្ធនឹងសុខុមាលភាពខ្លួនខ្ញុំផ្ទាល់ក៏ដូចជាគ្រួសារសុខទុក្ខធម្មតាទេអត់មានស្អីប្រែប្រួលទេហើយបើខាងអាកាសធាតុចាប់ផ្ដើមចូលខែក្តៅហើយថ្ងៃនេះបូក21បាទក្តៅគួរសមមិនក្តៅអន្ទះអន្តិដូចសុខខ្មែរយើងទេដកជាង30-40 អង្សាកាលនេះក៏ឥឡូវក្តៅដល់ឈានចូល21អង្សាទេក្តៅគួរសមហើយចំពោះព័ត៌មានខ្ញុំអត់មានស្អីទេលោកធីមឡតគ្រាន់តែចូលរួមជំរាបបញ្ជូនលោកប៉ុណ្ណឹងទៅខាងរដ្ឋដែលលោកនៅវិញយ៉ាងម៉េចដែរបាទនៅខ្ញុំបើនិយាយអំពីសួរអំពីរដ្ឋរបស់ខ្ញុំមិនរដ្ឋតាទេនៅកន្លែងដដែលបាទហើយរដ្ឋហើយបើសិនជាលោកសួរថារដ្ឋហ្នឹងយ៉ាងម៉េចដែររដ្ឋមិនមានការប្រែប្រួលអ្វីទេរដ្ឋនៅដដែលមិនរដ្ឋហើយក៏មិនរដ្ឋតាដែរអានេះបើសិនជាលោកចង់សួរថារដ្ឋហ្នឹងយ៉ាងម៉េចដែរបាទតែបើសួរអំពីសុខទុក្ខខ្ញុំធម្មតាមិនមានអ្វីគួរឲ្យកត់សម្គាល់ព្រួយបារម្ភទេហើយបើនិយាយពីអាកាសធាតុបើលោកចង់ដឹងអំពីអាកាសធាតុរដ្ឋរបស់ខ្ញុំហ្នឹងគឺថ្ងៃនេះជាក្តៅបាទភ្លៀងបន្តិចពីព្រឹកតែល្ងាចក្តៅបាទអញ្ចឹងគាត់ថាអាចទទួលយកបានត្រឹមប្រហែលជាខ្ទង់70ហើយបើគិតជាអំពី Celsius ប្រហែលជាខ្ទង់
ឬក៏អាចធ្វើ20បាទ20សពជាខ្សែ20ជាងបាទអញ្ចឹងហើយអរគុណ20ចិត្តទៅ30ដែរបើថាខ្ញុំគិតប្រហែលអញ្ចឹងហើយបាទហើយខុសគ្នា30អញ្ចឹងអរគុណច្រើនលោកដាវហ៊ួនបានសួរមកត្រឡប់មកអ្នកសម្រាប់សម្រួលវិញហើយខ្ញុំកម្រមានអ្នកដែលសួរត្រឡប់មកវិញអញ្ចឹងតែខ្ញុំរីករាយនឹងឆ្លើយបាទអរគុណហ្នឹងហើយអញ្ចឹងឥឡូវនេះលោកមិញលោកគេងលីបានលើកឡើងហើយថាលោកនៅក្នុងប្រទេសថៃសប្តាហ៍ថ្ងៃមានការដោយថាមានផលលំបាកតែរឿងអាការៈរបស់លោកនោះស្រួលទេមិនអ្វីគួរព្រួយបារម្ភទេតែខ្ញុំចង់ឧបត្ថម្ភជូនលោក$100ថែមទៀតម្ដងនេះហើយលើកមុនបណ្ដឹងឆែលើកនេះខ្ញុំគិតថាឃើញលោកខានឧបត្ថម្ភរយៈហើយឥឡូវនេះខ្ញុំនឹងជួយលោកនៅ$100ថែមទៀតចាស់សម្រាប់ឲ្យលោកឥឡូវមុនតែបានជាអញ្ចឹងហើយលោកត្រៀមហើយចាំឲ្យលោកដាវហ៊ុនឲ្យជាអាស័យដ្ឋានជាថ្មីម្ដងទៀតខ្ញុំនឹងផ្ញើជូននៅក្នុងពេលសប្តាហ៍ក្រោយនេះបាទអរគុណច្រើនបាទហើយហ្នឹងហើយចឹងឥឡូវនេះខ្ញុំបាទមានសំណួរមួយចង់ចោទសួរលោកកេងលីសតែម្ដងតាក់ទងទៅនឹងប្រធានបទរបស់យើងយប់នេះលោកកេងលីសបាទខ្ញុំបាទមានចម្ងល់ឆ្ងល់ក៏ដូចជាប្រជាពលរដ្ឋខ្មែរយើងមួយចំនួនក៏គាត់មានការឆ្ងល់ដែរថាសំណួរគឺថាតើសម័យដៃជោបន្តពូជដឹកនាំប្រទេសអស់រយៈពេលជាង4ទសវត្សរ៍កន្លងមកហើយរហូតមកដល់ពេលនេះតើប្រទេសកម្ពុជារបស់យើងទាំងមូលនោះមានការរីកចម្រើនឬក៏មានការរីកចម្រើនធ្វើឲ្យប្រទេសទាំងមូលហ្នឹងឬក៏ធ្វើឲ្យប្រទេសទាំងមូលហ្នឹងវិនិច្ឆ័យមហន្តរាយបាទតែខ្ញុំបាទពិតជាចង់ដឹងខ្លាំងណាស់តែបើសិនជាមានការរីកចម្រើននៅផ្នែកណាខ្លះហើយបើសិនជាមានការធ្វើឲ្យវិនិច្ឆ័យមហន្តរាយនោះវិនិច្ឆ័យមហន្តរាយអ្វីខ្លះហើយខ្ញុំបាទពិតជាចង់ដឹងខ្លាំងណាស់ពីព្រោះប្រជាពលរដ្ឋខ្មែរយើងទូទៅទាំងប្រទេសនិងក្រៅប្រទេសមួយចំនួនច្រើនបានត្អូញត្អែថាប្រទេសកម្ពុជារបស់យើងក្រោមការដឹកនាំរបបត្រកូលក្រោមការដឹកនាំរបបដៃគោបន្តពូជនេះគឺអស់រយៈពេលជាង75ទសវត្សរ៍នេះឃើញថាពួកគាត់អ្នកខ្លះនិយាយថាមានផលលំបាកខ្លាំងអ្នកខ្លះថាមានការរីកចម្រើនខ្លះប៉ុន្តែសម្រាប់ខ្ញុំបាទនៅតែមិនយល់ច្បាស់ចង់ដឹងលោកឲ្យឆ្លើយអញ្ចឹងបើលោកអាចឆ្លើយបានសូមអញ្ជើញបាទតើវា75ទសវត្សរ៍កន្លងមកនេះតើវាធ្វើឲ្យមានផលចំណេញឬរីកចម្រើនអ្វីខ្លះហើយវាធ្វើឲ្យមហន្តរាយអ្វីខ្លះបាទសូមគោរពជ័យទៀតបាទអរគុណច្រើនខ្ញុំបាទគេនេះសូមគោរពបងប្អូនកូនខ្មែរប្រសងជាទីការរក្សាជាថ្មីនិងមួយពីរបានជួបគ្នាសប្តាហ៍នេះបងប្អូនកំពុងតាមដាន Page សង្គ្រោះជាតិអាមេរិកទាំងអស់ជាទីគោរពទៅលើសំណួរប្រធានបទនេះបើនិយាយទៅខ្ញុំការរស់នៅបានចូលរួមក្នុងរយៈពេល50ឆ្នាំមកនៅក្នុងរបបនេះខ្ញុំមើលទៅឃើញថាអត់មានទីចម្រើនអីក្រៅពីវិស័យឆបោកទេហើយរហូតដល់ប្រជាពលរដ្ឋក៏គាត់បានលើកឡើងព្រមគ្នាគាត់ថាក្នុងរបបដេរិឆាននេះប្រជាពលរដ្ឋរស់នៅរងគ្រោះរងទុក្ខរងភ័យទៅតាមយថាកម្មអត់មានជួយមើលការខុសត្រូវទេហើយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកន្លងមកយើងបានឃើញហើយក្នុងទសវត្សរ៍ឆ្នាំ85រហូតដល់89ទៅឆ្នាំ90គេថាលុបបំបត្តិពីសេដ្ឋកិច្ចផែនការបកឲ្យទៅជាសេដ្ឋកិច្ចទីផ្សារសេរីយើងខំសប្បាយចិត្តអស់ណានៅពេលដែលគេថាអភិវឌ្ឍនៅសេដ្ឋកិច្ចទីផ្សារសេរីក្នុងទសវត្សរ៍ឆ្នាំ90មកផ្ទុយទៅវិញគឺវាឡើងតែក្រុមអង្គញា3000នាក់ហើយនឹងពួកមន្ត្រីក្រមការជាង1លាននាក់គឺคล้ายទៅជាគំនិតចោលទាំងអស់បាទគំនិតចោលនោះគឺកេងប្រវាញ់ពីពលរដ្ឋធ្វើឲ្យពលរដ្ឋនេះរងគ្រោះរងទុក្ខរហូតមកទល់ឥឡូវទោះបីជាវិស័យឯកជនក៏คล้ายទៅជាឃាតកម្មទៅលើផ្នែកវិទ្យុទាំងអស់ដូចយើងបានដឹងហើយឆ្នាំ2005ពលប្រាសាទគោវត្តទៅវិស័យឯកជនតបពងមួយតបឹងទលេតាបកលទៅឲ្យកុកអាននេះគឺយើងបានជួបប្រទេសនៅផលវិបត្តិប្រជាពលរដ្ឋរងគ្រោះរងភ័យរត់ចោលស្រុកចោលស្រែវារីចម្រើនទៅលើតាវិស័យអង្គញាហើយអង្គញាយើងបានដឹងទាំងអស់គ្នាមិនអត់មានខ្មែរមួយទេអង្គញាគឺជាសម្បុកគ្រឿងញៀនសម្បុកផែនការអក្រិតកម្មសម្បុកនៅពួកជនអក្រិតពីលបាទយើងបានដឹងហើយថ្មីនេះគាត់តែលីសមេតមួយគាត់អាចបោកប្រាស់លុយប្រជាពលរដ្ឋទៅការទិញសាក់ទិញតំណែងដើម្បីគឿបចិត្តតកូលហ៊ុនក្នុងបកប្រជាជននោះរឹប100 លានដុល្លារបាទ
ដល់ពេលអស់សមត្ថភាពនឹងចិញ្ចឹមបព្វជិជនទៅចាប់ដាក់គុកឥឡូវស្លាប់នៅក្នុងគុកតែម្ដងនេះយើងមើលឃើញថាប្រើអស់គឺសម្រាប់លោកកេលីកន្លែងត្រង់ហ្នឹងខ្ញុំចង់ចម្ងល់ចង់ដឹងថាលោកលីសាមេតហ្នឹងគាត់មិនជាអាយុច្រើនអីប្រហែលជាងលោកអីទេបើតាមខ្ញុំគិតទៅប្រហែលជាប្អូនលោកផងក៏ថាបានដែរហើយបើឬមួយអាចថាមិនសកលគ្នាឬក៏អាចប្អូនហើយបើតាមខ្ញុំស្ដាប់ព័ត៌មានខ្លះមិនដឹងថាពិតថារឿងលីសាមេតហ្នឹងដឹងរឿងហ៊ុនសែនក៏ច្រើនដឹងរឿងគណៈបកប្រជាជនហ្នឹងក៏ច្រើនហើយអាចថាជាអាចថាជាវិធីឬក៏ថាជាអំពើរបស់គណៈបកប្រជាជនធ្វើឲ្យគាត់ស្លាប់ដែរទេទាក់ទងទៅនឹងសកម្មភាពណាមួយឬអាចថាអំពើបាបអំពើហៅថាធ្វើទរណកម្មហើយដើម្បីចង់ផ្ដាច់ផ្ដាល់នៅបំបិតផុសតាងអីជាដើមអនាគតទៅក្រៃលោកវាលេចធ្លេមកវិញយ៉ាងណានោះតើលោកគិតថាអាចជាអញ្ចឹងដែរទេបាទដូចខ្ញុំបានលើកឡើងថាប្រើអស់តម្លៃខ្លួនទៅគឺបានបំបត្តិសម្រាប់ចោលព្រោះមិននៅក្នុងគុកយើងមានបន្ទប់ពិសេសមួយគេហៅបន្ទប់គីមីវិទ្យានោះគឺចូលទៅគឺវិញឈួតបាទអានេះគឺវាជាកត្តាមួយដែលថាកាលណាដឹងរឿងហ៊ុនសែនច្រើនហ៊ុនសែនក៏សម្លាប់បំបត្តិមកហើយវាតចំនួនមកវាច្រើនណាស់បាទវាអត់មានថារបស់នោះបង្កើតឲ្យទៅជាវិរៈជនសម្រាប់ជាគំរូនៅពលរដ្ឋក្នុងសង្គមចូលរួមជីវភាពនយោបាយអត់មានទេបាទតាចូលទៅគឺថាចូលធូតែចេញគឺតឹងណាអាហ្នឹងគឺនៅក្នុងរបបនយោបាយមនុស្សគុំជាបព្វជិជនដូចដឹងស្រាប់ហើយបាទចូលស្រួលទេតែចេញគឺអត់ងាយទេបាទអត់ងាយទេថាសុខចិត្តសម្រាប់ខុសមិនដោះលែងឲ្យច្រឡំទេអាហ្នឹងគឺជាគោលការណ៍របស់បព្វជិជនដែលរៀបចំគម្រោង50ឆ្នាំមកគឺអនុវត្តយ៉ាងខ្ជាប់ខ្ជួនបាទគេថាសុខចិត្តសម្រាប់ខុស10កុំឲ្យលែងច្រឡំជួនណាម្នាក់អញ្ចឹងទាំងអស់ដែលយើងមើលឃើញថាបញ្ហាទាំងអស់នេះគឺវាជាកត្តាភូមិសាស្ត្រនយោបាយផងហើយជាមនោគមវិជ្ជាបល័យពូជសាសន៍ផងហើយជាខាងតែបល័យពូជសាសន៍គេស្លាប់ដូចសម័យប៉ុលពតសប្តាហ៍ថ្ងៃនេះវាខ្លាំងជាងសម័យប៉ុលពតទៀតបាទគេហៅសម្លាប់ដោយសេដ្ឋកិច្ចបាទសេដ្ឋកិច្ចអាហារូបត្ថម្ភនេះធំណាស់សម្រាប់ពលរដ្ឋការរស់នៅការហូបចុកបាទសេរីភាពយុត្តិធម៌ក្នុងចុះបាទយើងចេះប្រកាសថាសេដ្ឋកិច្ចទីផ្សារសេរីប្រគល់ឲ្យវិស័យឯកជនវិនិយោគប៉ុន្តែយកវិស័យឯកជនទៅដឹកនាំរដ្ឋវិញយើងមើលអុកញ៉ាសុទ្ធតែមន្ត្រីរដ្ឋការធំបាទអត់មានកំហុសទេបាទហើយទោសក៏អត់មានដាក់ពួកមន្ត្រីនោះបានដែរបាទច្បាប់ដាក់តែប្រជាពលរដ្ឋទេកាន់តែសក់ពងមួយក៏អាចសម្លាប់ពលរដ្ឋម៉ែបានច្រើនណាស់ទាំងខេត្តកពតទាំងខេត្តសៀមរាបបាទយើងដឹងហើយថាចារកម្មថ្នាំញៀនចេញពីអ្នកណាគឺក្រុមអស់លោកអុកញ៉ានោះឯងបាទអញ្ចឹងបានជាប្រទេសកម្ពុជានេះរីកចម្រើនតែវិស័យអក្រិតកម្មទេបាទហើយការកាប់សម្លាប់អានេះដែលយើងមិនដឹងថាតើកពើទួលកសាំងបានស៊ីទេអត់ណាយើងអត់ទាន់ដឹងថាព្រោះគាត់ថាចង់កាច់កសម្លាប់ឯស្មាណាក៏បានដែរឲ្យតែចូលក្នុងដៃរបស់អញហើយយើងមើលតែសម័យគុណហ៊ុនសំពេចនេះយកទៅបោះចោលឡើងពេញវាលឲ្យកពើឲ្យស៊ីទៅពីអាហ្នឹងគឺវាជាកត្តាអក្រិតកម្មបល័យពូជសាសន៍ធំណាស់ដូចខ្ញុំនិយាយនៅក្នុងសាលាក្តីខ្មែរក្រហមអញ្ចឹងនៅក្នុងសម័យខ្មែរក្រហមមិនមែនសង្គ្រាមស៊ីវិលដូចឆាំងយុគិតនិយាយទេឆាំងយុគិតនិយាយថាជាសង្គ្រាមស៊ីវិលចប់សង្គ្រាមឆ្នាំ76បង្កើតរដ្ឋាភិបាលមកសួរតែមានសង្គ្រាមមួយទៀតដែលនេះឯងទៅសម្លាប់មនុស្សបាទទោះបីសេះអនុនិយមក៏ឯងសម្លាប់ចោតប្រកាន់សិទ្ធិពួកជ្រុលនិយមពួកបដិវត្តដោយរយស្អីអានេះវាជាកត្តាមួយដែលយើងត្រូវវិភាគទាំងអស់គ្នាបើថាស្លាប់ក្នុងសង្គ្រាមវាដូចសម័យហ៊ុនសែនហ្នឹងអត់មានសង្គ្រាមទេប៉ុន្តែបង្កើតសង្គ្រាមឲ្យកើតឡើងអត់មានសង្គ្រាមទេតែបង្កើតក5អត់កើតសង្គ្រាមទេតែបង្កើតក្រុមក្មេងទំនើងអត់មានសង្គ្រាមទេតែបង្កើតក្រុមថ្នាំញៀនកាប់សម្លាប់បាទចាប់ចងដាក់គុកអត្រាបណ័យអានេះគឺរីកចម្រើនតាអគារប៉ុន្តែយើងមើលការស្លាប់ការបាត់បង់ជីវិតម្សិលមិញគឺមានស្ត្រីជនជាតិខ្មែរម្នាក់លោតពីអគារមកបាទបាក់ដៃបាក់ជើងអស់របួសរងទុក្ខធ្ងន់ធ្ងរ
โดยซาตรำนั่งตะบองชอดบานอันนี้เบียจังอ่ะกาที่ปรีดหาที่จำรานระบบตะโกนหุ่นจำทาอัดเมียนี่รีจำรานตะวินใจเจ้าบาทโดยวันนายจะลางเมาที่ทาเมียนกรมหุ่นบุญเลียนกรมหุ่นอะไรบุญเลียนกรมหุ่นโนเวียกำปงได้รีซาไซปิ้งปฏิบาทเวตเตอร์เกียสเกมคัมบูเดียหรือกับคัมบูเดียสเกมหรือไม่เวียยืงมือยืดกระถางปีไซเซตไกรบมันดิดหุ่นมันนายเจงปีสลาอังเลมาวันนี้บ้านแต่เจ้ามารวมจำในขนมกาบัมพลายเจียดออกงากับปรีชื่อออกงาพลันใดทลีออกงาดดเพียยกใดกึดเม้งจะดดเพียยกใดในกอกองเจียมตบไปโรยขนองคือดับใบโยกปีนุทือจีเศรษฐกิจโบมใส่เซลิกาโยตัวลวะเลยนะยืงมือคืนหาวิอัดเมียนแต่การที่จำเริญสลือวิสัยเศรษฐกิจกวงวงปฏิเจียตีนี่ปูสากันเลี้ยอัตรับระบบปฏิเจียก็เติบปัดบังให้ชัวนั่นคือเวียบานสัตว์เติบเจียบรมเงียเป็นเรียกจะกระเซยจะวิ่งเนี่ยนั่นคือท่ารวมกับนึกบาทดอลจันเจียเอาเจ้ารวมกับนึกดอลถ้าไปยาวดอเจ้าเตียงเรียกจะเวียงเตียงตะโกนหุ่นนั่นคือยืนบานคือง่ายไปอัดเมียนตู้เรียบอ่ะมันได้เมียนเอางานน่ะเจ็บตัวมวยดิบาดจองจุยชนะยีนะแล้วทางออสเตรเลียกี่ประกาศที่ไรกี่โรคคืนท่าหุ่นโตนี้กับปุ่งเตะประกอบระบอบใจทำยีนในขนมปฏิบอกกี่โดยตามตัวใบกีมันเอาโจ้แต่ระบอบนู้นในแต่เติบบานเดียดบาดคือวิจิตกรมหุ่นระบอบคนโตเดียดอันนี้ยืมไอ้ยืงนี้คืออัดเมียนนี่บาดแบบกีบไซเป็นน้อยกูแต่จับมาสู้หรือก็โดยอัดบาดทำวิอัดเมียนบาดแบบปริดเข้าหนึ่งกิจการบอกปากกีห้าท่าเลี้ยคันกิจการบอกปากคืออัดเมียนถือโอ้ยเข้าได้ไฮกีมันเตยกิจับมันโน่นมาสู้มันเนื้อไม่ได้บ้างอันนี้คือท่ากิโยปะทอมเชียงปฏิเสธนะบ้างปะทอมเชียงเจี๊ยบบ้างเนี่ยนาบ่มพลายเจี๊ยบบ่มพลายเตยกลมได้บ่มพลายปะนั่นคือเวียกตาเดรวดเนอกระลอเมาคือเวียผมทีเนี่ยมานั่นไงออกคนสมโจรวมเป็นนั่งบ้างบ้านออกคนโลกเกลีโลกมีนาเรียบรอบชายนักไงในขยบบ้านกอดอย่างชราญสัตว์กันทอบเอาไว้ในโลกเลิกล้างกูไอ้กอดสมกอลคลังเมนเทนโลกท่าประเทศกัมพูชีมันมีเอาไว้กูที่จำรานเต้กรามการสนาได้ดักนอมระบอบที่กรองพนมเป้งคือระบอบได้โจบรรทอปูนี่คือออกเหยียบไปมวยปรามตัวสบัดนี่คือเคยทาตีมวยที่จำรานภายข้างปะปุ๊พวกกันรวยให้ตีปีที่จำร้านภายข้างซีสโนกละใบซีซองให้ตีใบโลกละเจทาตีมวยคืออำเภอชอบเบ้าบาสมเจใส่อำเภอชอบเบ้าระบอบโลกเจ้าจองท่าตั้งไปดัดเตะพลอนยกได้กำเรียมไปเชียบรอดให้ติงได้โลเบาปลามันติงได้โลอัดเมียนได้เอาได้โยตะประให้ติงเตะอัดเมียนเตะเอาได้โยตะประให้วินโยต้นลอยโยดะยุดลอยโตดะทีนี้ก็ดะวินโยโตบางกาประบางตะมนตะบงกรายมาเก็บเบาโยต่างอ้อยมให้ประตูมาเตียคือธนีกีดะธนีกีให้ก็ธนีกีเล็บโยลอยต่างอ้อกรายมาระบายสแกมออนไลน์โดยโลกเยแต่เป็นประเทศกัมพูชีให้ที่จำรานจีนกีคือตีมวยคือที่จำรานข้างชอบเบาหนึ่งให้อันนั้นตีมวยแต่โลกลาตีปีที่จำรานปะปุปกันรวยตีปีตีใบคือที่จำรานภายข้างซีสโนกระบายซีซองที่จำรานภายข้างคาสโนบัดคาสโนให้ระบายซีซองระบายคาสโนที่จำรานจรานสกรอตใบตัวสบู่คาสโนให้ตีมวยเครื่องเย็นเป็นตีประเทศกัมพูชีแต่ให้ตีปรามปนตเนียกีปนตเนียกุกนั่นก็ถือจรานได้กุกที่จำรานเบนให้ที่จำรานจงกราวนั่นคือเอ็นตาปไปยูนนั่งให้รถโจประเทศกัมพูชีจรานใบยังเยอะใครตัวคือที่จำรานภายหนึ่งให้ตาประเจียบรถยังเตยออเต้ที่จำรานต่างออกหนึ่งบาทที่จำรานต่างเวดเอ็นตาปไปรถโจสระอ้อได้โจขนมสระให้ปนตเนียกีการถ้วยจรานให้ในเครื่องเย็นโจสกไม้จรานให้หนึ่งระบายคาสโนการจราริกเป็นตีประเทศกัมพูชีสัตว์ระบายคาสโนนั่งตาบองปนเป็นจัตเต้ระบอกหัตถ์เมียในถาดเป็นจัตเต้จังโลกเลิกล้างจำนวนนี่คือทับปัจจัยที่จำรานเมนเมียนได้แต่ที่จำรานคล้ายค้างเรื่องอัตกรรมจังเมียนในถาเรื่องต่างๆนี่คือมันกู้อากาศเมียนโดยขนมประเทศกัมพูชีเต้ยังอัตราการที่จำรานเต้จังขยำบัดจังสนับโนภาษาระบอกเวียดขมันระบอกยมมันเดียเตี้ยคือโลกดาวหุ่นให้ขยำบัดหนึ่งจังโนเปนิกขยำบอลสุปบายจำนำรำบาปโอนเป็นเมนสนับมุดจูบจมวยหนึ่งแบบขมันระบอกยมมันเดียเตี้ยคือโลกดาวหุ่นบัดโลกดาวหุ่นสำรวจระบอกขยำบัดเจ้าสู้ถ่าตาสมัยใดจูบันต่อพูดดักนอมประเทศออสเตรเลียเป็นเชียงบุญจิตตปรามตัวสบัดลองมาให้เราคบมาได้เป็นนี่ตาประเทศกัมพูชีเตียงมูลมีการที่จำรานคลาได้เต้ให้บะมีการที่จำรานคลาจะไว้คลาให้บะสันเชียหรือมวยก็
ប្រទេសកម្ពុជាមានវិនិច្ឆ័យបាទមានឲ្យធ្វើឲ្យវិនិច្ឆ័យបាត់បង់មហន្តរាយដែរទេតែបើសិនជាមានវិញតើអ្វីទៅហើយដែលជាមហន្តរាយធ្វើឲ្យប្រទេសលិចលង់បាត់បង់ហើយធ្វើឲ្យវិនិច្ឆ័យមហន្តរាយនោះបាទខ្ញុំបាទពិតជាចង់ដឹងខ្លាំងណាស់ចង់ឲ្យលោកជួយបកស្រាយបំភ្លឺតាក់ទងទៅនឹងសំណួរនេះចែកជូនបងប្អូនប្រិយមិត្តអ្នកស្ដាប់បន្តិចបានទេទៀតសូមគោរពអញ្ជើញបាទអរគុណសម្រាប់ពាក់ព័ន្ធនឹងសំណួរចំពោះខ្ញុំយល់ឃើញមួយបែបផ្សេងខុសពីលោកពូកាន់លេខបន្តិចចំពោះការលើកឡើងពាក់ព័ន្ធនឹងរបបដឹកនាំរបស់តកូលហ៊ុនបច្ចុប្បន្ននេះយើងដឹងស្រាប់ហើយការដឹកនាំរបស់លោកហ៊ុនសែនជាង4ទសវត្សរ៍ដែលលោកបានលើកឡើងជិតចូល5ទសវត្សរ៍ទៅហើយក៏ប៉ុន្តែបើនិយាយខាងការចម្រើននិងការអភិវឌ្ឍវាមានអានេះមិនចំទាស់ទេក៏ប៉ុន្តែបើសិនជាអានឹងចំពោះការរបស់ហ៊ុនសែនបើប្រៀបធៀបនឹងរបបស្រីខ្មែរក្រហមអានេះយើងឃើញថាលោកហ៊ុនសែនមានការអភិវឌ្ឍប្រទេសជាតិនេះចម្រើនមានก่อนបើជាងសម័យខ្មែរក្រហមក៏ប៉ុន្តែបើយើងប្រៀបធៀបទៅសម័យផ្សេងគឺថាខ្ញុំថាវាមិនមានការអភិវឌ្ឍទេដូច្នេះក៏តែយើងសម្លឹងទៅមើលការកថាអភិវឌ្ឍរបស់លោកហ៊ុនសែនមានផ្លូវថ្នល់មានកសាងផ្លូវជាតិនៃខេត្តស្ពានឬក៏សាលារៀនអីជាដើមលក្ខណៈក៏ប៉ុន្តែយើងសួរតើការអភិវឌ្ឍរបស់ហ៊ុនសែននឹងដោយថវិកាជាតិរបស់ខ្លួនឬក៏ជាគួយកម្ចីរបស់ពីបរទេសបើតាមយើងតាមដានព័ត៌មានមកគឺថាប្រទេសកម្ពុជាយើងខ្វះតែបំណុលជុំវិញពិភពលោកនោះជាង13,000 លានដុល្លារទៅហើយដូច្នេះយើងឃើញថាការអភិវឌ្ឍរបស់លោកហ៊ុនសែនអត់មានអីអស្ចារ្យទេបើមិនសិនជាការអភិវឌ្ឍដោយថវិកាជាតិអានឹងយើងគ្រប់គ្រងដោយសារហ៊ុនសែនបានធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្មែរមានការរីកចម្រើនប្រជាពលរដ្ឋខ្មែរមានការងារធ្វើហើយមានការងារធ្វើកាន់តែច្រើនលុយក៏ថាបងប្អូនចូលរត់ក៏កាន់តែច្រើនអានេះហើយទៅថាមេដឹកនាំដែលគិតគូរអំពីផលប្រយោជន៍ជាតិក៏ប៉ុន្តែការអភិវឌ្ឍរបស់លោកហ៊ុនសែនខ្ចីលុយបរទេសមកនេះរាប់ពាន់លានដុល្លារក៏តែកសាងខ្ចី10រៀលកសាង1រៀល9រៀលចេញគ្នាចាយអានេះមិនមែនចាត់ទុកជាការអភិវឌ្ឍទេជាការអភិវឌ្ឍคล้ายៗជាការអភិវឌ្ឍដើម្បីបោកយកឈ្មោះប្រជាពលរដ្ឋខ្ចីលុយបរទេសដើម្បីធ្វើមែនធ្វើបានក្រុមបកពួកនិងគ្រួសាររបស់ខ្លួនតែប៉ុណ្ណោះទេអានេះគេមិនហៅថាជាអភិវឌ្ឍទេជាអាការអភិវឌ្ឍคล้ายៗដូច្នេះខ្ញុំសូមបញ្ជាក់ចំកន្លែងនេះហើយទី2ទៀតឥឡូវទោះតើការអភិវឌ្ឍតាមផ្លូវជាតិអីនេះសាលារៀននេះពេលលុយរបស់ជាតិក៏ប៉ុន្តែដល់សម្ពោធដាក់ឈ្មោះលោកពុទ្ធតែយើងអាចទទួលយកបានទេយកឈ្មោះប្រជាពលរដ្ឋទៅបលលុយបរទេសមកដល់ធ្វើដល់កសាងឲ្យដាក់ឈ្មោះខ្លួនអានេះហើយដែលខ្ញុំថាជាការអភិវឌ្ឍคล้ายៗរបស់តកូលហ៊ុនមានអភិវឌ្ឍក៏តែអភិវឌ្ឍคล้ายៗខ្ញុំសូមបញ្ជាក់នេះហើយដូចជាថ្មីនេះក៏ដូចជាបញ្ហាព្រៃជីចឹងដាក់ឈ្មោះព្រៃជីអីភូននតេជោហើយបលេកបាល់ខុសអីបលេកបាល់ខុសថ្មីក៏ថាទេមរតកតេជោនេះមិនគួរដាក់អញ្ចឹងទេយើងគួរតែដាក់ឈ្មោះស្អីវីរៈបុរសរបស់យើងច្រើនណាស់យើងគួរតែដាក់មិនខ្វះទេហេតុអីយើងមិនដាក់នេះលោកហ៊ុនសែនមានកន្លែងណាមួយអស្ចារ្យមានតែបំផាច់ចិត្តថែមអានេះចំណុចខ្ញុំក៏លើកឡើងពីការអភិវឌ្ឍរបស់ហ៊ុនសែនក៏មិនតែជាការខ្លាំងខ្លាយឥឡូវយើងក៏លេចមើលទៅខាងកថាអវិជ្ជមានក្នុងការដឹកនាំរបស់លោកដាវហ៊ុនសួរលោកមកបន្តិចទៀតបញ្ជាក់ឲ្យច្បាស់ថាអញ្ចឹងលោកនិយាយមិនត្រឹមត្រូវឲ្យការរីកចម្រើនវេថ្នល់ជាតិហេដ្ឋារចនាសម្ព័ន្ធបន្តិចបន្តួចប៉ុន្តែបើប្រៀបធៀបនឹងការបាត់បង់លោកនិយាយតែខ្ចីគេ1000ចាយ100ខ្ចីគេ10រៀលចាយ1រៀលប៉ុន្តែ9រៀលចាយគ្នាអញ្ចឹងមានន័យថាការរីកចម្រើនទាំងអស់នោះវាស្មើនឹងធ្វើឲ្យប្រទេសកម្ពុជារបស់យើងលិចលង់កាន់តែខ្លាំងដោយសារបំណុលរីកចម្រើនខ្លាំងជាងគេលោកចង់បញ្ជាក់ថាបំណុលនឹងតែម្ដងបំណុលឡើងរាប់13,000 លានហើយអញ្ចឹងអ្វីដែលខ្ញុំចង់បញ្ជាក់នោះចង់និយាយថាដែលលោកគេនេះលើកឡើងថារីកចម្រើនបកពួកគ្រួសារដែលយំពុកកលួយរីកចម្រើនផ្នែកខាងអំពើឆបោករីកចម្រើនផ្នែកខាងគ្រឿងញៀនរីកចម្រើនខាងពន្ធនាគារទាំងអស់ហ្នឹងតើវាត្រឹមត្រូវដែរទេឬក៏អត់ទេបាទអញ្ចឹងចង់ឲ្យលោកបញ្ជាក់កន្លែងហ្នឹងរីកចម្រើនផ្នែកខាងអន្តរប្រវេសយួនអីចូលដីខ្មែរហ្នឹងតើអាហ្នឹងពិតទេដែលលោកគេលើកឡើងខាងដើមទាំងអស់ហ្នឹងវាពិតដែរលោកឯកភាពទេចំណុចហ្នឹងបាទរឿងការនេះខ្ញុំឯកភាពក៏មិនដៃខ្ញុំថាជាការរីកចម្រើនក៏ថាផ្ទុយការពិតបាទវាចម្រើនផ្នែកខាងអាក្រក់ចង់និយាយអញ្ចឹងមែនទេបាទបាទហ្នឹងហើយបាទហ្នឹងក៏រីកចម្រើនដែរបាទដូច្នេះខ្ញុំចង់ងាកទៅខាងអវិជ្ជមានវិញ
តើក្នុងការដឹកនាំរបស់ហ៊ុនសែនជិត5ទសវត្សរ៍នេះខ្មែរយើងរងគ្រោះអ្វីខ្លះរងគ្រោះដោយលោកពូកាលីបានលើកឡើងច្រើនហើយណាច្រើនហើយពាក់ព័ន្ធនឹងបញ្ហាបរិបទទឹកដីពាក់ព័ន្ធនឹងបញ្ហាគេថាពុកលួយបញ្ហាគ្រឿងញៀនបញ្ហាបងតូចបងធំណាហើយពួកបាត់ដៃទី3បង្កើតសពបែបយ៉ាងវាចង់លឹះលោកពូកាលីបានលើកឡើងលឹះរបស់ខ្មែរក្រហម3ឬ4ដងទៅទៀតគ្រាន់តែការសម្លាប់របស់ប្រជាពលរដ្ឋខ្មែរសម័យបច្ចុប្បន្ននេះជាការសម្លាប់មួយដោយលាក់មុខយ៉ាងវាយើងឃើញថាឥឡូវក្នុងប្រទេសកម្ពុជាយើងសប្ថ្ងៃនេះហេតុអីប្រជាជនខ្មែរយើងដែលជាម្ចាស់ស្រុកហើយអ្នកខ្លះដែលស្លាប់រស់នៅទីកន្លែងនោះរាប់សិបឆ្នាំ20 30ឆ្នាំដល់ទីបំផុតដោយសារការខុបខិតគ្នាពុកក៏លួយចង់បានលុយចង់បានការចំណេញចង់បានអញ្ចឹងចោតជាបរដ្ឋថានៅខុសច្បាប់នៅលើដីរដ្ឋដេញយកដីឲ្យពួកអង្គញាឲ្យពួកនេតុនឲ្យពួកកថាអ្នកមានអំណាចដើម្បីធ្វើមានធ្វើបានចំណេញប្រជាជនយើងក៏ថាខ្លាយទៅជាអ្នករងគ្រោះនេះអានេះហើយយើងឃើញថារបបលោកហ៊ុនសែនដឹកនាំសពនេះបើប្រសិនជានៅតែបណ្ដោយឲ្យការដឹកនាំបន្តទៅទៀតប្រទេសខ្មែរនឹងវិនិច្ឆ័យហើយនឹងវិនិច្ឆ័យ 100% មិនជិះមិនផុតដោយសារយើងឃើញព្រឹត្តិការណ៍បច្ចុប្បន្នឥឡូវកំពុងកើតឡើងច្រើនដូចជាថ្មីនេះណាឥឡូវហ៊ុនម៉ាណែតបានប្រកាសថានឹងប្តឹងទៅតុលាការ ICJ ហើយនឹងប្រកាសថាផ្ដល់សច្ចាប័នស្អីអំពីកថា UN Close ហ្នឹងពាក់ព័ន្ធនឹងកថាដែនទឹកដែនកោះអីហ្នឹងនេះទៅអង្គការសហប្រជាជាតិកាលឥឡូវយើងចាំតាមដានមើលទាំងអស់គ្នាតើការប្រកាសលោកហ៊ុនម៉ាណែតនេះថាប្តឹង ICJ បើគិតទៅជាងមួយឆ្នាំហ្នឹងហើយតាំងពីប្រជុំក្នុងសភាម្ល៉េះក៏មិនតែឥឡូវមិនតាមឃើញទៅផងនេះហើយឥឡូវថែមព្រឹត្តិការណ៍មួយថ្មីទៀតគឺបញ្ហាពាក់ព័ន្ធនឹងថាUN Close ថាចេញសច្ចាប័នប្រកបអង្គការសហប្រជាជាតិដោយសារចង់គេថាទប់ស្កាត់បញ្ហាសៀមចង់ចូល MOU 44នេះដូច្នេះអានឹងហើយដែលជាហ៊ុនសែនកំពុងតែបំផ្លាញជាខ្លួនឯងហេតុអីមិនហ៊ានប្តឹងចេះតែប្រកាសជាមួយឆ្នាំហើយប្រជាពលរដ្ឋទន្ទឹងមើលផ្លូវទន្ទឹងរង់ចាំការដាក់ពេលបណ្ដឹងអស់ទៅនឹងដោយសារឃើញសៀមចាត់តាំងពីការចុះហត្ថលេខាឈប់បាញ់ទោះបីសៀមឈប់បាញ់ក៏ពិតមែនក៏ប៉ុន្តែសៀមនៅតែរងចូលដីខ្មែរជារៀងរាល់ថ្ងៃហើយសួរតើយើងនៅគោរពភាពចាប់បាញ់ដល់ណាទៀតសៀមគេមិនប្រើអាវុធមិនក៏មិនតែគេប្រើកុងតឺន័រគេប្រើរបស់លួសនេះអូសចូលដីខ្មែរហើយយើងអង្គុយស្ងៀមដល់ណាទៀតកន្លែងនេះហើយដែលខ្ញុំចាក់ថារបបតកូលហ៊ុនជារបបគេថាលក់ដីដល់ដូរយកសន្តិភាពហើយសួរតើសន្តិភាពនឹងជាសន្តិភាពពិតប្រាកដដែរទេសពប្រជាជនខ្មែរយើងសប្តាហ៍រស់នៅក្នុងប្រទេសខ្មែរមានសន្តិភាពដែរអត់វាគ្មានគ្រាន់តែសន្តិភាពបបោមកកំតែប្រជាជនខ្មែររងទុក្ខវេទនាសពបែបយ៉ាងទាំងអស់ចង់និយាយស្ដីអីក៏មិនបានចង់បញ្ចេញមតិស្អីក៏មិនបានខ្លាចប៉ះពាល់តែប៉ះពាល់គឺថា24ម៉ោងមិនដល់24ម៉ោងផងគឺថាតាមដល់ផ្ទះកោះទ្វេចាប់ដាក់ឡើងឡាត់តែគុកទាំងយប់រីឯចំណែកពួកឃាតករដែលជាកូនចៅរបស់លោកហ៊ុនសែនដូចជាពេជ្រគឹមលីរតនរស្មីសម្រាប់លោកលឹមកឹមយ៉ាឥឡូវមួយឆ្នាំហើយសួរតើ2នាក់នោះនៅណាហើយប្រជាជនខ្មែរយើងក៏តែបញ្ចេញមតិរិះគន់ការរបស់ខ្លួនមិនដល់24ម៉ោងគឺដល់ផ្ទះគាត់គេចាប់ដាក់គុកទាំងយប់ហ្មងនេះដូចថាយើងឃើញថាអូកុនរបបតកោហ៊ុនហ្នឹងយើងមិនអាចបណ្ដោយឲ្យដឹកនាំបន្តទេទឹកដីកម្ពុជាមិនមែនកម្មសិទ្ធិរបស់តកោនឹងទេគឺថាតែកម្មសិទ្ធិរបស់ប្រជាជនខ្មែរ18លានអ្នកទាំងអស់គ្នាយើងต้องការមានទទួលខុសត្រូវទាំងអស់គ្នាហ៊ុនសែនដោយសារខ្លាយប្រជាជនងើបបះបោដួលរលំរត់តម្លៃរបស់ខ្លួននឹងទៅគិតកម្រាមរាល់ថ្ងៃឥឡូវសួរតើយើង17 18លានអ្នកខ្លាយអាបុគ្គលនឹងម្នាក់ឬក៏យ៉ាងម៉េចយើងគួរតែតាំងចិត្តក្លាហានឡើងសាមគ្គីគ្នាឡើងកុំខ្លាចការកម្រាមទៀតដោយសារហ៊ុនសែនខ្លាចយើងងើបនឹងហើយទៅគិតកម្រាមក៏មិនថាយើងហែងងើបទាំងអស់គ្នាច្បាស់ជាយើងអាចជោគជ័យដូច្នេះចំពោះខ្ញុំទស្សនៈរបស់ខ្ញុំថាក្រុមការដឹកនាំរបស់តកូលហ៊ុនជាង4ទសវត្សរ៍ហ្នឹងគឺថាប្រទេសខ្មែរអត់មានអ្វីជារីកចម្រើនហើយអត់មានអ្វីគេថាសម្រាប់ក្តីសង្ឃឹមរបស់ប្រជាជនខ្មែរទេយើងស្ដាប់ក៏តាំងពីសម័យហ៊ុនសែនធ្វើនាយករដ្ឋមន្ត្រីរហូតដល់កូនរបស់ហ៊ុនសែនហ៊ុនម៉ាណែតមិនដែលខ្លែងលើវិធានការណាមួយលើកឡើងអំពីការអភិវឌ្ឍឬក៏គម្រោងការណាមួយដើម្បីជាការសង្ឃឹមរបស់ប្រជាពលរដ្ឋទេមានតែការគម្រាមមានតែការអួតឲ្យភូតបោកប្រាស់ប្រជាពលរដ្ឋរហូតអត់មានកន្លែងណាមួយហ៊ុនសែន
និយាយឲ្យខ្មែរទៅតែចេះរួមសមាជិកឬក៏កាត់នឹងកម្រងការអ្វីមួយដើម្បីស្ដារប្រទេសជាតិឲ្យមានការរីកចម្រើនដោយប្រទេសជាតិខាងឯងអត់មានទេស្ដាប់ទៅបងប្អូនដូច្នេះគួរតែខប់ជឿខប់ស្ដាប់វេទិការបស់ហ៊ុនសែនបន្តទៀតទៅស្ដាប់វេទិកាផ្សេងឬក៏យើងស្ដាប់ថាកំ pl ល្អជាងស្ដាប់ហ៊ុនសែនបោកនិយាយភូតយើងបន្តទៀតហ្នឹងហើយខ្ញុំសូមចូលរួមប៉ុណ្ណឹងលោកជំលកសម្បើកយុទ្ធតិច បាទសូមអរគុណដែលលោកដាវហ៊ុនបានលើកឡើងល្អខ្លាំងណាស់ហើយខ្ញុំបាទពិតជាមានចិត្តសប្បាយណាស់ទាក់ទងទៅនឹងទស្សនៈនៃការលើកឡើងរបស់លោកនេះត្រឹមត្រូវហើយលោកបានលើកឡើងហើយថាការរីកចម្រើនមានហេដ្ឋារចនាសម្ព័ន្ធបន្តិចបន្តួចមានអគារមានផ្លូវថ្នល់អីជាដើមឡាមានខ្លះដែរតែអកុសលត្រង់ថារបស់អស់ទៅនោះវាមិនមែនជារបស់ជាតិទេរបស់ហ៊ុនសែនដែលចូលហ៊ុនសែនពលានយន្តហោះយកហ៊ុនសែនស្ពានអាកាសហ៊ុនសែនសាលារៀនហ៊ុនសែនមកទៅជារបស់ហ៊ុនសែនទាំងអស់ហើយធៀបពិតជាក់ស្ដែងអ្វីដែលលោកលើកឡើងគឺថាមិនត្រឹមតែប៉ុណ្ណោះទេលុយប្រាក់ថវិកាដែលខ្ចីបុលមកកសាងដែលយកឈ្មោះប្រជាពលរដ្ឋ18លាននាក់ទៅខ្ចីហើយបែរទៅជាលោកហ៊ុនសែននាំគ្នាចែកដាក់ខោប៉ាវរៀងខ្លួនហើយយកមករៀលទៅចាយមាន100យកមករៀលទៅចាយអញ្ចឹងធ្វើឲ្យពួកគេនឹងមានឈ្មោះដាក់នៅក្នុងគ្រប់សមិទ្ធផលទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយសារតែគេយកឲ្យលុយរបស់ប្រជាពលរដ្ឋហ្នឹងធ្វើជាលុយរបស់គេហើយដល់ពេលគេធ្វើបានជាផលជាសមិទ្ធផលមកគេដាក់ឈ្មោះគេអញ្ចឹងប្រទេសកម្ពុជាคล้ายទៅជារបស់កម្មคล้ายទៅជារបស់កម្មសិទ្ធិរបស់ត្រកូលហ៊ុនតែម្ដងនេះចាលោកលើកឡើងហើយមិនត្រឹមប៉ុណ្ណោះនោះសោតទៀតលោកនិយាយថាការរីកចម្រើនដែលលោកគេនេះលើកឡើងគឺត្រឹមត្រូវហើយប៉ុន្តែលោកគ្រាន់តែចង់និយាយថារឿងនោះគឺជារឿងអវិជ្ជមានមែនការរីកចម្រើននោះស្មើនឹងអវិជ្ជមានមានន័យថាស្មើនឹង0ចឹងវាមិនខុសទេលោកនិយាយអវិជ្ជមានក៏ត្រូវការរីកចម្រើនផ្នែកខាងអាក្រក់ហ្នឹងក៏អាចថាត្រូវប៉ុន្តែវាជារឿងមួយដែលយើងមិនចង់បានដែលយើងមិនចង់បានទាំងមិនថារីកចម្រើនឬក៏មិនថាអវិជ្ជមានទេកន្លែងត្រង់ហ្នឹងដែលប្រជាពលរដ្ឋយើងស្អប់ខ្ពើមបំផុតណាស់មិនចង់ជួបទេប្រទេសកម្ពុជារបស់យើងវានេះស្ទើរតែគ្មានសល់ទ្រព្យសម្បត្តិបើយើងនិយាយឲ្យខ្លីមកគឺថាទ្រព្យសម្បត្តិធម្មជាតិរបស់ខ្មែរគឺគ្មានសល់ទេអញ្ចឹងសូម្បីតែទឹកដីដូនតាម៉ាកុងរបស់យើងដូនតារបស់យើងមិនសល់ទុកឲ្យយើងហ្នឹងក៏ហ៊ុនសែនកាត់កងគឺថាសើតែគ្មានសល់កាត់កងដើម្បីសងស៊ីសងគ្នាយ៉ាងណាមិញដើម្បីដោះដូរសន្តិភាពអីជាដើមឡាហើយជាពិសេសអំណាចរបស់ខ្លួននឹងតែម្ដងអញ្ចឹងមកដល់ពេលនេះខ្ញុំបានស្ដាប់ហើយគឺមានអារម្មណ៍អត់សប្បាយចិត្តពលសាសបើតាមប្រសាសន៍របស់លោកលើកឡើងមិនសប្បាយចិត្តទេអញ្ចឹងខ្ញុំនឹងមានសំណួរមួយទៀតចោតសួរទៅលោកកេងលីហើយសំណួរម្នាក់មកសំណួរទៀតយើងនឹងអស់កម្មវិធីរបស់យើងហើយបាទហើយអញ្ចឹងខ្ញុំសង្ឃឹមថាលោកនឹងឆ្លើយនៅសំណួរមួយទៀតដែលខ្ញុំនឹងមានសំណួរមួយទៀតលោកកេងលីឥឡូវសូមបងប្អូនប្របាយចំណាប់អារម្មណ៍មកជួបលោកកេងលីជាថ្មីម្ដងទៀតលោកកេងលីតើរបបនេះក្រៅពីបាទធ្វើឲ្យប្រទេសជាតិបាត់បង់ទឹកដីនិងសម្បត្តិធម្មជាតិអស់ជាច្រើនដែលសម្បត្តិជាតិដូនតាដែលបានបន្សល់ទុកឲ្យរលាយស្ទើរគ្មានសល់នោះតើរបបនេះមានសមត្ថភាពការពារទឹកដីនិងសម្បត្តិធម្មជាតិឬក៏អាចថាជនបរទេសបង្ហូរចូលបានដែរទេទៅអនាគតនោះណាបើសិនជារបបនេះនៅតែបន្តដឹកនាំប្រទេសនោះបាទខ្ញុំបាទពិតជាមានការព្រួយបារម្ភណាស់តើមានសមត្ថភាពការពារទឹកដីដូនតាម៉ាកុងរបស់យើងបន្សល់ទុកនេះហើយឬក៏អាចថាសម្បត្តិធម្មជាតិឬក៏ការពារនៅជនបរទេសដែលបង្ហូរចូលជននិគមបរទេសបង្ហូរចូលដោយថាស្ទើរតែរាល់ថ្ងៃរាល់ខែនេះតើមានសមត្ថភាពទប់ស្កាត់ទាំងអស់នឹងបានដែរទេទៅអនាគតខ្ញុំបាទពិតជាចង់ដឹងខ្លាំងណាស់បើសិនជារបបនេះនៅតែបន្តដឹកនាំរបៀបដោយសប្តាហ៍ថ្ងៃនោះបាទខ្ញុំបាទសូមគោរពជ័យទៀតបាទអរគុណច្រើនខ្ញុំបាទសូមឆ្លើយសំណួរលោកគួយថាតើមានសមត្ថភាពការពារទឹកដីទ្រព្យសម្បត្តិមរតកដូនតាទៅអនាគតខាងមុខខ្ញុំថាអត់មានទេពីព្រោះហ្មងការហូរចូលរបស់អន្តោប្រវេសន៍ផ្លូវអានផ្សេងមួយចង់មកទាំងយប់ទាំងថ្ងៃមួយថ្ងៃប្រហែលពាន់នាក់ក៏បានដែរឲ្យទៅជាប់បរទេសមិនត្រួតពិនិត្យមិនមើលអីទាំងអស់ហើយបើវៀតណាមវិញបាទចង់មករស់នៅមិនក៏បានសញ្ជាតិដែរមិនចេះខ្មែរសោះក៏បានសញ្ជាតិដែរយើងមើលឃើញថាអនាគតទៅដីខ្មែរតែបរទេសរស់នៅយើងមើលក្រុងសៀនុវីលមួយចិនមករស់នៅប្រហែលសែនជាង3សែនគ្រួសារហើយខ្មែរមានបានរស់នៅខ្មែររត់ចេញបតិចោលភូមិឋានគេហៅថាវាមិនអាចរស់នៅបានវាជាតំបន់អក្រិតកម្មចឹងទៅវិញអានេះដែលយើងមើលឃើញថាហ៊ុនសែនគាត់ធ្វើឲ្យដីខ្មែរតែជាភូមិឋានរបស់បរទេសយើងឃើញទាំងអស់គ្នាហើយបាទ
ตัวใบบางทะเลสาบมุ้ยขมายเลงบานตะตัวพอละมายังมือทะเลมีกองปันดอยปรามารอยกับพี่กิโลบางทะเลสาบเบียนตะดอนปีเปื่อนปีรอยกิโลเมตรกะลาก็เตายุนกี่กรุบกรงได้สักไงกี่ตะตัวพอตัวใบจะเรียกกับกี่ตะตัวพอได้เนาะไปเจี๊ยบรัดขมายนะอัดเมียนสังคมตีให้กาอะผีเวทวิ่งเด็กยำในถือกายจมุยไปเจี๊ยบรัดกัดเพย์นะลือแต่เธอเพลย์ขนมภูมิคมมวยนะกัดเพย์ปลุยบารมนะแล้วบอกกัดกัดเตารูเรือเตาแต่เธอไม่แต่ใบปังกรุบไม่ปังกรุบกระเรเอาให้50 โบก50 เดียดรัดเจง50เรียกไม่เจง50บ่าจังไปยืนกัดแต่เชง50 สลัม50รัดอัตตีรัดกันแต่จังกันเบาโยลุยตื่นโดยในบกเรียกยอมเนี่ยเพื่อเพลย์ดอกไม้ลูออมเพลย์เจงสิงตุน50 มัน50 โบกเสียงตีนบุ้งบุญโรยมัน$50 บาทอันนี้ยังเมื่อคืนค่ะกะอะผิวเวทกันแต่เพลย์บีต้องพ่อง50 โบก50เพลย์กระสู้ก็50 โบก50แต่บ่ยืงใจบีอะผิวเวทเพลย์เจี๊ยดบิงจุ่มนุ้ยญี่ปุ่นเพลย์เจี๊ยดเลยประมวยก็ญี่ปุ่นไม่โรยมาพีกะโลญี่ปุ่นทุยเอาจังหรอต้องสเปียนตั้งไงเพลย์เจี๊ยดเลยพร้ำก็จะนุ้ยบอกญี่ปุ่นอันนี้ยังไม่เคยนะรีจำรานเมนแต่วิสัยจุ่มนุ้ยบาทดอยซาแต่เกมีนหัดเลขาจอมมวยกีฬาวิมัจกาเอาเตอร์เจียวิมัจกาแบบเพื่อนมัจการบอกภูมิคุมสมัยปะจีจนนกเกเอาเตอร์เจียวิมัจกานั่งสหวิมัจกาเตียงองการสังคมเสวีได้กูอาไปเพื่อนนั่งปะเนียนี้นำไปช่วยจะตุกมีคุมนะถูกป่ะลบแบบปัดปีมัจกาไอ้กับปะน้องเอาเตอร์เจียกาธาสหวิมัจการวมได้กูอาไปเพื่อนลุยจุ่มนุ้ยประใครปูขยมคือเกี่ยประจุ่มนุ้ยรบกาพิบัติมันเป็นคนแซนนี่เอานี่เต้ยืนโชว์กรมประชาคมเปลี่ยนนั่นมาคือยืนดังจะบาทากาพิบัติระหว่างใดกูให้กาฟื้นเพลย์ฟื้นน้อยด้วยยำเฉียบไงไปเกี่ยบรัดกัดเพย์นั่นนะตอนนั้นมารังกัดตะกับยืนเธอไม่เอากรุ๊ปแมทดับใบเอาเพลย์นุบานตะลุมตะลีให้จะกัด50 โบก50 เดียดมาบางถ้วยเพลย์นู้มาโรยเลี้ยนไปเชียร์บรัดกันเนี่ยเจ๋งrồiช่วยอย่างสดำ50 โบก50 บาทรัดกันไปจำนายแต่กำลังปวดกรรมที่ปัญหาลุยกำใจเมาnó cứเกิดโยมาใจเคลียร์ใจอันนี้ยังมือเคยกรุบตำรงบาทให้โดยเพลย์มาเลยกับเชื่อออกลีเนี่ยเสียงนำเดือดถ้วย50 โบก50ให้เพลย์นู้โยลุยเลี้ยนแต่บอดชนอเจือบสังกรวดเจียดนำปีเปื่อนดับใบบานตะนางเรียกครั้งส่งเอาลุกเจ้าบ่าเจงมาเมินโจลมาเมินบ่าอันนี้เบียนะก็ตะลานมุ้ยตะออกปีเมินนะอย่างกี่ทั้งที่โยแต่เมินเนี่ยอาจจะมาโจลมาเมินแต่เจงอย่างนั้นที่โยมาเมินดิปีเมินโดยใครเกียร์เล็กบุญอย่างบ่าปีเมินโจลแต่กรมเสียนุบังปีเมินเจงบุญเมินนะให้ประมาณขนาด15 ឆ្នាំនេះដែលយកផ្លូវជាតិអាមេរិកទៅវិនិយោគឲ្យឯកជនយកលុយពីរាជអានេះយើងមើលឃើញមិនបានហ៊ុនសែនកាត់មិនសบายចិត្តនឹងជំនួយជប៉ុនព្រោះជំនួយជប៉ុនអត់ឲ្យហ៊ុនសែនកាន់លុយទេឲ្យតែកម្រងទៅគេធ្វើទៅសង្ហុំម៉ែត្រ25 ម៉ែត្រគឺគេរៀបចំលូផ្លូវស្ពានរបស់គេរហូតគេថាធ្វើផ្លូវអស់1 លានគូសកំបោក៏ត្រូវ1 លានដែរបាទអានេះខ្ញុំនៅធ្វើការរួមជាមួយនោះចឹងហើយការអភិវឌ្ឍរបស់ហ៊ុនសែនវាកិនតែបានទៅលើម្ចាស់ជំនួយទេហើយកិនមិនដែលសบายចិត្តទេតែបើចិនកិនអាចពុកលួយបានជំនួយនោះព្រោះខ្ចីលុយចិនមកធ្វើស្ពានចិនគេធ្វើឲ្យហើយលុយជំពាក់ហើយប៉ុន្តែចិនគេបានទទួលដីមកប៉ុន្តែតាឬក៏2ប៉ុន្តែតាដូចយើងផ្លូវលេខ69នៅទៅពីប្រាសាទហ្នឹងចិនគេបានរោងចក្រជីរ៉ែបណ្ណានៃនៅស្រុកទៅពីប្រាសាទគេស៊ី99 ឆ្នាំហើយយើងមើលឃើញថាវាអត់មានជាការអភិវឌ្ឍដោយស្មោះត្រង់សម្រាប់ជាតិសម្រាប់សេដ្ឋកិច្ចជាតិប្រជាពលរដ្ឋទេបាទអញ្ចឹងហើយខ្មែរយើងមិនដែលទៅចូលការដ្ឋានចិននោះបានទេទោះបីការដ្ឋានយួនដី3 លានហិកតាក៏ខ្មែរមិនបានទៅរស់នៅជាមួយការអភិវឌ្ឍវិស័យឯកជន
ការសេដ្ឋកិច្ចទីផ្សារសេរីវិស័យឯកជនគ្រប់គ្រងរដ្ឋនោះគឺអត់ទោះបីជាតំណាងរាស្ត្រក៏ចូលអត់បានផងបាទអានេះយើងមើលឃើញថាវាអយុត្តិធម៌សង្គមនោះធំធេងណាអញ្ចឹងការពារបានទេការពារអត់បានទេបាទទោះបីជាបូរណភាពដែនដីទឹកដីប្រទេសជាតិខេត្តមិនក៏ការបាត់បង់ដូចយើងឃើញហើយដែនសមុទ្រផ្នែកមកថៃនេះ 26,000 គីឡូម៉ែត្រកន្លះបាទរួមទាំងកោះកុដផងធំជាងនោះទៅទៀតចូល 30,000 គីឡូម៉ែត្រកន្លះហើយបើយួន 40,000 គីឡូម៉ែត្រកន្លះស្មើនឹងខេត្តតាកែវប្រមាណ100 ដងមិនមែន7 ដងទេតែខេត្តតាកែវត្រូវគុណនឹង10 ដងនោះបើយើងនិយាយពីផ្ទៃសមុទ្រមួយនោះយើងអញ្ចឹងបានយើងមើលឃើញថាគ្មានសមត្ថភាពការពារទ្រព្យសម្បត្តិរបស់ជាតិរបស់រដ្ឋទោះបីជាដូចពលានយន្តហោះស៊ីមរៀបអញ្ចឹងរបស់មានហើយសុខចិត្តលុបបំបត្តិចោលទៅឲ្យចិនធ្វើវិស័យឯកជននោះហើយសួរចិនគ្រប់គ្រងប្រហែល50 ឆ្នាំផ្លូវជាតិចេញ$25ចូល$25វាទៅជាដាក់បន្ទុកទៅឲ្យការធ្វើដំណើរបាទទៅវិញអានោះវាមិនមែនជាការអភិវឌ្ឍទេអានេះគឺធ្វើទៅតាមវិស័យគេថាសង្គ្រាមសេដ្ឋកិច្ចទៅវិញជាប្រដ្ឋលេហ៊ានទៅប៉ះពាល់តែធ្វើកន្លែងណាជាប្រដ្ឋលេហ៊ានទៅប៉ះពាល់បាទអញ្ចឹងបានយើងមើលឃើញថារឿងទាំងអស់នេះគឺយកបរទេសមកគ្រប់គ្រងរដ្ឋឲ្យវិស័យឯកជននេះទៅគ្រប់គ្រងរដ្ឋបាទដោយយកញ៉ា3000នាក់គ្រប់គ្រងគ្រប់បណ្ដាក្រសួងមន្ទីរបាទចង់ដឹកស្អីចង់លក់អីក៏បានដែរតែខ្មែរយើងគឺអត់ទៅប៉ះពាល់បានទេបាទអានេះវាជារឿងអកុសលណាស់ទីខ្មែរនោះរស់ដោយយថាកម្មរស់ទៅតាមវាសនាមើលតែមន្ទីរពេទ្យ50 ឆ្នាំមកបើយើងថាប្រកបពីមុនមកប្រទេសថៃនេះមួយថ្ងៃជាង300នាក់គ្រាន់តែមកព្យាបាលជំងឺទាំងពលរដ្ឋទាំងមន្ត្រីបាទតែដល់ទៅសុខាភិបាលរបស់ខ្លួនយើងវិញមើលអាមេរិកកាំងប្រហែល600 លានដើម្បីបែងចែកជា4ចំណែកសម្រាប់ការអភិវឌ្ឍវិស័យដោះមីនវិស័យគ្រូបង្រៀនពេទ្យនិងអង្គការសង្គមស៊ីវិលអានេះវាមើលទៅមិនមែនជាស្នាដៃរបស់ហ៊ុនសែនទេអង្គការដៃគូដោយសារ$23ទេដែលគេថារួមគ្នាដើម្បីកសាងកម្ពុជាឡើងវិញនោះមិនមែនស្នាដៃរបស់តកូលហ៊ុនទេតកូលហ៊ុននេះបំផ្លាញទៅវិញទេបាទអរគុណបំផ្លាញរបស់នោះទៅវិញទេបាទហ្នឹងហើយសូមអរគុណសូមចូលរួមប៉ុណ្ណឹងបាទអរគុណច្រើនណាស់លោកកេងលីសលោកបានរៀបរាប់ប្រាប់គោះក្បាយតាក់ទងទៅនឹងការដឹកនាំរបស់របបតកូលហ៊ុនឬក៏អាចថាដៃជួបន្តពូជនេះឃើញថាមិនត្រឹមតែមិនធ្វើឲ្យប្រទេសជាតិរបស់យើងនឹងមានការរីកចម្រើនទេទោះបីជាមានរីកចម្រើនក៏ដោយរីកចម្រើនផ្នែកខាងបំណុលលុយបំណុលអញ្ចឹងអ្វីដែលលោកឃើញថាសង្កត់ធ្ងន់ខ្លាំងនោះត្រង់ថាធ្វើរីកចម្រើនកន្លែងណាវិនិច្ឆ័យមហន្តរាយកន្លែងហ្នឹងអញ្ចឹងអរគុណណាស់លោកកេងលីសបាទឥឡូវនេះខ្ញុំបាទសូមបំបីចំណាប់អារម្មណ៍បងប្អូនមកជួបនឹងវគ្គរបស់ខ្ញុំបន្តទៀតជាសំណួរចុងក្រោយហ្នឹងគឺចង់ឲ្យលោកជួយឆ្លើយផងដែរលោកដៅហ៊ុនបាទតែសំណួររបស់ខ្ញុំបាទគឺដូចគ្នានឹងសួរលោកកេងនេះមិញចឹងដែរថាតើរបបនេះក្រៅពីធ្វើឲ្យប្រទេសជាតិបាត់បង់ទឹកដីនិងសម្បត្តិធម្មជាតិគេមរតកដូនតារបស់យើងអស់ជាច្រើនស្ទើរតែគ្មានសល់នោះតើបើសិនជារបបនេះនៅតែបន្តដឹកនាំប្រទេសទៅមុខទៀតតើមានសមត្ថភាពក្នុងការការពារទឹកដីតាមរដ្ឋាភិបាលភាពទឹកដីឬក៏សម្បត្តិធម្មជាតិដូនតារបស់យើងក៏ដូចជាការពារនៅជនបរទេសឬក៏ថាបង្ហូរចូលជនឯកជនរបស់បរទេសនោះមកក្នុងប្រទេសកម្ពុជាអនាគតទៅអាចធ្វើឲ្យប្រទេសរបស់យើងនឹងមានការគង់វង្សថិតថេរជេរកាលហើយអាចនឹងធ្វើឲ្យរីកចម្រើនបានដែរទេទៀតបើនៅតែបន្តឲ្យរបបតកូលដឹករបបដៃជូបន្តពូជដឹកនាំទៅមុខទៀតនោះបាទខ្ញុំបាទពិតជាចង់ដឹងខ្លាំងណាស់លោកអាចជួយរៀបរាប់ប្រាប់ចែកជូនបងប្អូនប្រិយមិត្តស្ដាប់បន្តិចបានទេទៀតសូមគោរពអញ្ជើញបាទអរគុណលោកធីមឡតចំពោះសំណួរមួយនេះបាទដូចខ្ញុំបានលើកខ្លះខាងដើមហើយខ្ញុំថាបើប្រសិនជាប្រជាពលរដ្ឋខ្មែរនៅតែស្ងៀមនៅតែខ្លាចការកម្រិតកម្រៃរបស់លោកហ៊ុនសែនប្រទេសខ្មែរនឹងរលាយនឹងគេថាត្រូវទៅរស់ក្រមានៃគុំរបស់ប្រទេសជាតិខាងដូច្នេះចំពោះខ្ញុំថាมันអាចការពារបានទេទឹកដីរបស់កម្ពុជាបើប្រសិនជាតកូលហ៊ុននៅតែដឹកនាំបន្តឥឡូវយើងឃើញហើយរបបតកូលហ៊ុនហេតុអីខ្ញុំសូមបកមកក្រោយបន្តិចពាក់ព័ន្ធនឹងថាកាស៊ីណូនៅក្នុងស្រុកខ្មែរដែលលោកពូបានលើកឡើងគឺថាប្រទេសខ្មែរតូចក៏សម្បូរកាស៊ីណូច្រើនដោយសារកាស៊ីណូនឹងហើយសម្រាប់ឲ្យតកូលហ៊ុននឹងលាងលុយក្រខ្វក់ដែលខ្លួនឆបោកពីប្រទេសនានាជុំវិញពិភពលោកនឹងហើយយកលុយអស់តានេះ
ដើម្បីលេងក្នុងកាស៊ីណូដូច្នេះរឿងកាស៊ីណូនឹងមិនមែនថាប្រទេសខ្មែរជាប្រជាពលរដ្ឋខ្មែរជាអ្នកមហាសេដ្ឋីប្រជាជនខ្មែរអ្នកណាក៏ដូចអ្នកណាមានបានទាំងអស់គ្នាទេមិនមែនទេគេកាត់ការបង្កើតកាស៊ីណូដើម្បីបំផន់ប្រទេសអន្តរជាតិក្នុងការលាងលុយកខ្វក់របស់ខ្លួនលាងលុយរឿងបញ្ហាគ្រឿងញៀនលាងលុយបញ្ហាពុកក៏លួយលាងលុយបញ្ហាក៏ឆប់បុកអនឡាញលាក់នឹងលាក់គឺច្រើនរូបភាពណាអានេះខ្ញុំសូមចូលរួមបកឆ្លើយប៉ុណ្ណឹងថាឥឡូវយើងងាកមកក្នុងការដឹកនាំរបស់លោកហ៊ុនសែនឥឡូវលោកហ៊ុនសែនយើងឃើញថាមិនរបបរបស់គាត់នេះមិនធ្វើឲ្យខ្ញុំនឹកឃើញសម្ដីរបស់លោកកែមលីគឺថារបបកុម្មុយនីសទោះបីជាមួយវិនាទីវាដាច់ដង្ហើមក៏វាខំទៅដល់ខ្យល់ដែរខំទៅដល់ខ្យល់ដែរវាមិនអោយគេដឹងពុតបတ်របស់វាទេនេះយើងឥឡូវយើងឃើញថាហើយហ៊ុនសែនគឺថា 100% ដើរតាមរបបកុម្មុយនីសបើប៉ះសិនជាចង់ស្ដារប្រទេសជាតិបើសិនចង់ការពារទៅដីតលតែបដូរហ៊ុនសែនចេញដោយសារអីឥឡូវយើងក៏លេចមើលប្រទេសខ្មែរมันខ្វះទេវីរៈបរិសរបស់យើងដែលគួរដាក់ឈ្មោះនេះខ្ញុំពេលដែលអធិបតេយ្យដែលត្រូវហ៊ុនតូបោកលុយប្លន់លុយរបស់ពួកគាត់លើផ្លូវក្រហាណូយខ្ញុំគឺអពៈហាណូយនេះគឺថាចង់តែប្របាក់និយាយកំហឹងយើងមិនខ្វះទេវីរៈបរិសយើងឥឡូវដាក់ផ្លូវហេមជាវបានដែរអត់ដូរផ្លូវហាណូយចេញបើខ្ញុំចាំមិនដឹកនាំថ្ងៃក្រោយខ្ញុំបដូរទាំងអស់ផ្លូវមកជីតុងផ្លូវហាណូយពីនឹងហើយសម្រាប់ខ្មែររាប់លានអ្នកពីពុយសាសហ្នឹងមកជីតុងហាណូយហ្នឹងនេះដូច្នេះហ៊ុនសែនដាក់ឈ្មោះនឹងបញ្ជាក់ថាហ៊ុនសែនជាអាយ៉ងរបស់យួននឹងចិនបាត់ទៅហើយបើមិនបដូរមួយនឹងចេញទេប្រទេសខ្មែរកុំសង្ឃឹមប្រជាពលរដ្ឋខ្មែរក៏កុំសង្ឃឹមបានសុខគេធ្វើប៉ុណ្្នឹងហើយនៅយើងមិនចាប់អារម្មណ៍ទៅទៀតនេះខ្វះស្អីវីរៈបុរសខ្មែរនេះបរិញ្ញាក៏ផ្អើលហោះនៅតែខ្មៅខ្ញុំដាក់ឈ្មោះប៊ុនចាំមកឬសង្ឃរាជជួនណាក៏បានដែរដកឈ្មោះតេជោហ៊ុនសែនមករត់ដេជោចោលដូច្នេះយើងឃើញថាការលោកហ៊ុនសែនឥឡូវកំពុងតែបង្កសត្រូវបងប្អូនក្នុងប្រទេសគឺថាប្រជាជនខ្មែរទូទាំងប្រទេសចាំតែថ្ងៃងើបឡើងឯងឥឡូវថែមទាំងបញ្ជាក់សារជាថ្មីពាក់ព័ន្ធនឹងបញ្ហាកាត់ក្តីលោកកឹមសុខាបានចោទអាមេរិកនៅខាងក្រោយក្នុងការខុបគិតផ្ដួលរលំរបបរបស់ខ្លួនអានេះហើយហ៊ុនសែនបង្កសត្រូវខ្លួនឯងហ៊ុនសែនជាអ្នកធ្វើអត្តឃាតខ្លួនឯងមិនមែនសហរដ្ឋអាមេរិកទេដូច្នេះខាងភាគីអាមេរិកគេខឹងណាក្រសួងការបរទេសសហរដ្ឋអាមេរិកគេបានថ្លែងការគេមិនសប្បាយចិត្តនឹងការលើកឡើងរបស់លោកហ៊ុនសែនដូច្នេះលោកហ៊ុនសែនឥឡូវមិនត្រឹមតែចង់សត្រូវជាមួយខ្មែរទេចង់ប្លន់លុយកាក់របស់មហាអំណាចហើយថែមទាំងចូលប្រកាន់មហាអំណាចថាខុបខិតជាមួយគុំសុខាដើម្បីផ្ដួលរំលំរបបរបស់ខ្លួននេះហើយដែលតែថ្ងៃអវសានរបស់លោកហ៊ុនសែនខ្ញុំថាមិនយូរទេវាគង់ទៅដល់ថ្ងៃនេះក៏មិនតែឥឡូវយើងចាំមើលតែពេលវេលាដែលលោកដូណាល់ត្រាំចាប់ភារកិច្ចអ៊ីរ៉ង់យើងចាំមើលតើគោលដៅទៅណាឥឡូវយើងឃើញហើយកម្ពុជាខំចូលជាសមាជិកគេថាប្រឹក្សាសន្តិភាពក៏មិនតែសួរតើអាមេរិកមានអនុគ្រោះឲ្យទេបើអ្នកឯងធ្វើខុសហើយអាមេរិកគេយកច្បាប់ជាធំតើកូនចៅអ្នកឯងធ្វើខុសគេអនុវត្តតាមច្បាប់ហើយដូចជាបញ្ហាកុកអានឃើញទេឥឡូវកុកអានគេមានយកទេអ្នកឯងជាមេខ្លោងនៃអកតកម្មច្របអូកអនឡាញគេទៅតែអនុវត្តតាមច្បាប់របស់ប្រទេសគេចំណែកលោកហ៊ុនសែនចង់បដិសេធថាកុកអានមិនមានធ្វើឲ្យខុសអានេះឬបោះឯងក៏ប៉ុន្តែខ្ញុំជឿថាសហរដ្ឋអាមេរិកពេលដែលចុចប្រកាន់បុគ្គលណាមួយលោកដាហ៊ុនសួរដោយសារតែខ្ញុំបានលើកឡើងចំណុចនេះខ្ញុំចាំមិនភ្លេចទេលោកហ៊ុនម៉ាណែតក្តីឬរដ្ឋាភិបាលខ្មែរទាំងមូលក្តីរួមទាំងលោកហ៊ុនសែនផងថាលោកចិនស៊ីក៏អាមេរិកកាំងចោតចឹងដូចគ្នាដែរខាងអត់មានអីផុសតាងឯងចោតតែផ្ដាស់ហើយអត់ជាមន្ត្រីរបស់រដ្ឋាភិបាលហើយបើធ្វើខុសនៅក្នុងប្រទេសកម្ពុជាគេដឹងគេឃើញហើយចេះតែចោតអាងតែយើងមានដោយថាមានអំណាចមានអធិបុលអីចឹងទៅមានអំណាចឬក៏មានដោយថាអាងតែខ្លួនមហាអំណាចអីមានសម្ដីមានមាត់ចេះតែនិយាយដល់តែពេលអាមេរិកកាំងតាមដានកាត់ហើយមើលទៅភ័យខ្លាំងចាប់លោកចិនស៊ីឲ្យមកចិនបាត់ដូចគ្នានឹងលោកកុកអានផងដែរតើលោកគិតថាអនាគតលោកកុកអានអាចបាត់ខ្លួនដោយសារតែលោកហ៊ុនសែនខ្លាចប៉ះពាល់ដល់ផលប្រយោជន៍ខ្លួនហើយចង់បំបត្តិហើយសុខចិត្តចាប់ដើម្បីមិនដែរទេតែដូចស្តៀងនឹងលោកចិនស៊ីទេអនាគតទៅមុខលោកអាចយល់ឃើញបែបណាដែរកន្លែងត្រង់ហ្នឹងឲ្យលោកខ្ញុំបាទពិតជាចង់ឲ្យលោកឆ្លើយទៅនឹងថែមបន្តិចពីព្រោះខ្ញុំឃើញតែឥឡូវអាកាំងអាមេរិកកាំងសង្កត់ធ្ងន់ទៅលើលោកកុកអាននៅខ្លាំងមែនទែនហើយ
បើវីពេលណាក៏លឺពីរឿងកុកអាននឹងដែរហើយរឿងពីរគឺរឿងដែលអាមេរិកកាំងឲ្យរដ្ឋាភិបាលខ្មែរនឹងចោទប្រកាន់ថាអាមេរិកកាំងនឹងឈួរពីក្រោយរួមដៃឬក៏សហការគ្នាជាមួយនឹងលោកកឹមសុខាអីទាំងអស់ហ្នឹងអាមេរិកកាំងចាប់ផ្ដើមចាប់អារម្មណ៍រឿងពីរហ្នឹងខ្លាំងមែនទែនឥឡូវហ្នឹងបាទហើយសម្រាប់លោកវិញលោកយល់ឃើញបែបណាអនាគតទៅប្រទេសកម្ពុជាអាចជាប់នៅក្នុងគៀបរឿងគប់របស់សហរដ្ឋអាមេរិកដែរទេបើសិនជានៅតែកក្លឿនធ្វើប្រឆាំងជាមួយអាមេរិកកាំងហើយយកដោយសប្តាហ៍ថ្ងៃអញ្ចឹងបាទពីព្រោះដោយសារអីគេចោទប្រកាន់ថាកុកអានជាមនុស្សដែលអក្រិតជនពិតប្រាកដហើយនៅតែអត់ព្រមចាត់វិធានការអីទេអញ្ចឹងមកដល់ពេលនេះខ្ញុំបាទពិតជាឆ្ងល់ណាស់ចង់ឲ្យលោកបកស្រាយកន្លែងនឹងថែពីពីម៉ាត់ទៀតបាទសូមជើញបាទអរគុណច្រើនណាលោកធីមឡតល្អណាស់សួរបន្ថែមចំណុចនេះជាការពិតណាលោកធីមឡតចំពោះខ្ញុំមានសូត្រទិដ្ឋិនិយមថាលោកកុកអានក្តីលោកលីយ៉ុងផាត់ក្តីអ្នកអស់ទាំងនឹងថ្ងៃក្រោយគង់តែកពើស៊ីទេដោយសារយើងឃើញថាឥឡូវខ្ញុំសូមលើកឧទាហរណ៍មួយចំនួនសូម្បីតែដន្លងរបស់លោកហ៊ុនសែននិងលោកហ៊ុនសែនខេតឥឡូវដោយហុកឡុងឌីណាដោយសារខ្លាយដឹងគឺថាអាកបាំងរបស់ខ្លួនអំពើអាក្រក់របស់ខ្លួនដែលបានប្រព្រឹត្តធ្វើលើមកពលរដ្ឋកម្ពុជាអានេះទី1ហើយថ្មីនេះនេះលីសាមេតខំបោកប្រាស់ប្រជាពលរដ្ឋលក់សាក់លក់ងាររលុយបានរាប់រយលានដុល្លារឲ្យហ៊ុនសែនទីផាត់ដល់ប្រើការលេងបានតាត់ចោលដូចជាកថាសម្បកុយឆ្មាញចាំបាច់យកទឹកចោលសម្បកហើយឥឡូវមួយទៀតឥឡូវកថាព័ត៌មានកំពុងតែតាមដានរឿងហ៊ីងប៊ុនហៀងឥឡូវហ៊ីងប៊ុនហៀងកំពុងតែបាត់ឈ្មោះដែរបាត់មុខដែរвотដូចជារឿងសៃដឹកចឹងទីបំផុតប្រហែលខែក្រោយបានដឹងថាសៃដឹកស្លាប់ណាដូច្នេះអ្វីក៏ដោយអ្នកដែលចិត្តដិតជាមួយហ៊ុនសែនណាគឺថាឲ្យតែហ៊ុនសែនខ្លាចបែកការហ៊ុនសែនទៅតែរកវិធីកម្ចាត់ដូច្នេះដូចភាសារបស់លោកប្រធានបានលើកឡើងអញ្ចឹងវេទីដល់ទីបំផុតគឺថាPLCដោយសារពិភពលោកដាក់កម្រិតគៀបសង្កត់គ្រប់ច្រកលហកហ៊ុនសែនអត់ផ្លូវរើមានតែPLCចាំបាច់កោពួកអង្គញាដើម្បីយកលុយមកចិញ្ចឹមបាក់ចិញ្ចឹមអំណាចចិញ្ចឹមបានថ្ងៃណារស់ថ្ងៃនោះតម្រាំទៅដល់ថ្ងៃដែលខ្យល់ដូចលោកកែមលីបានលើកឡើងអញ្ចឹងគេចាប់គេថាដល់ខ្យល់រហូតដល់ដំណក់ការចុងក្រោយបានព្រមស្លាប់ដូច្នេះអារឿងលោកហ៊ុនសែនហ្នឹងវាចំពោះខ្ញុំថាធៀនចូលដល់ដំណាក់កាលPLCហើយហើយដូចរឿងលោកកុកអានអញ្ចឹងដោយសារអាមេរិកដឹងថាច្បាស់កុកអានជាមេខ្លងអកតកម្មបានគេដាក់តតកម្មបង្កក់ទ្រព្យសម្បត្តិហើយបាក់ពលរបស់ខ្លួន23នាក់ទៀតហេតុអីហ៊ុនសែនថាមិនមែនធ្វើខុសឲ្យច្បាប់របស់ថាកម្ពុជាអានឹងរឿងបានឯងចំណែកអាមេរិកខ្ញុំជឿថាគេធ្វើអីគេធ្វើសុក្រិតណាស់យុទ្ធសាស្ត្រហើយទី2ខាងក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកគេបានបញ្ជាក់ទៀតគេថាគេនឹងកំទេចអកតកម្មអនឡាញនៅប្រទេសកម្ពុជាឲ្យអស់ទោះបីអ្នកឯងមានស័ក្តិភាពប៉ុណ្ណាក៏ដោយអានេះហើយសបញ្ជាក់ថាហ៊ុនសែនចាំដល់ថ្ងៃនោះនឹងឃើញអ្វីនឹងកើតឡើងចំពោះរបស់ខ្លួននិងការធ្វើរបស់ខ្លួនដែលខ្លួនបានគេថាមើលងាយមើលថោកបរទេសបាទសូមអរគុណលោកដាវហ៊ុនល្អខ្លាំងណាស់ដោយសារតែពេលវេលារបស់យើងដល់ទីបញ្ចប់ហើយខ្ញុំចង់បន្តទៅមុខទៀតខ្លាំងមែនទែនអ្វីដែលខ្ញុំកាន់តែជីកឆ្កឹះសួរលោកទៅលោកកាន់តែឆ្លើយមកយ៉ាងក្បោះក្បាយដូចគ្នាលោកទាំងពីរថ្ងៃនេះឆ្លើយបានល្អហើយខ្ញុំពិតជារីករាយសប្បាយចិត្តណាស់ហើយសង្ឃឹមថាបងប្អូនខ្មែរទាំងអស់ដែលបានស្ដាប់ហើយមេត្តាជួយចែកចែករំលែកបន្តសម្រាប់បងប្អូនយើងដទៃទៀតមិនទាន់មានឱកាសបានទស្សនានិងស្ដាប់សូមឲ្យពួកគាត់នឹងមានឱកាសផងដើម្បីយើងធ្វើការពិចារណាឡើងវិញតើយើងគួរនាំគ្នាធ្វើបែបណាដើម្បីរក្សាការពារនៅបូរណភាពទឹកដីក៏ដូចជាទឹកដីដូនតាឬក៏ដូចទឹកដីគេមរតកដូនតារបស់យើងទាំងអស់គ្នាប៉ុន្តែមុននឹងបញ្ចប់ខ្ញុំបាទមិនដាច់ចិត្តឬក៏ដាច់ចិត្តផឹងនោះទេខ្ញុំនគរទូនាទី1នាទីគាត់ឲ្យលោកកេងលីសចុងក្រោយហើយក៏1នាទីឲ្យលោកដាវហ៊ុនដូចគ្នាផងដែរចំនួន2នាទីម្នាក់1នាទីពាក្យពេចន៍ផ្ដាំផ្ញើចុងក្រោយបាទសូមគោរពជ័យទៀតបាទអរគុណច្រើនក្នុងការទាំងអស់នេះហ៊ុនសែនគាត់គ្មានការអភិវឌ្ឍទេសាលារៀនក៏ដោយសិទ្ធិអង្គការដៃគូទេដែលគេចូលរួមកសាងសាលាគ្រាន់តែក្នុងនោះគឺហ៊ុនសែនយកឈ្មោះខ្លួនឯងទៅដាក់ទេបើតាមការពិតគឺជាលុយជំនួយរបស់ការអភិវឌ្ឍដៃគូទាំង40ប្រទេសដែលគេចេះតែជួយទេបាទយើងបានដឹងហើយទាំងអស់គ្នាហើយព្រោះរឿងហ៊ុនសែនគាត់គ្មានគំនិតទៅកសាងប្រទេសទេគាត់ចេះតែលួចចេះតែប្លន់យកកិត្តិយសខ្លួនឯងទៅធ្វើទេបាទអញ្ចឹងបានខ្ញុំថារឿងទាំងអស់នេះសូមឲ្យបងប្អូនកូនខ្មែរត្រូវតែងើបបាទពីព្រោះតកូលហ៊ុនអត់មានអីចំណេញដល់ជាតិចំណេញអីដល់ការអភិវឌ្ឍសម្រាប់ដៃគូលោកសេរីទេបាទគឺយើងកុំឲ្យចូលពាក្យចាស់ថាប្រទេសខ្មែរជាដីស្រែរបស់ចិនយួននោះអានេះវាចូលដល់ហើយបាទតែមុខរបរទាំងអស់នេះមិនមែនបានមកខ្មែរទេគឺបានទៅចិនទេយើងមើលគ្រាន់តែជំនួយរបស់សហគមន៍
រ៉ុបសហគមន៍អីដែលគេឲ្យមកអាមេរិកអីគេឲ្យមកគឺយកឈ្មោះខ្មែរទៅប្រើទេបាទរបស់នោះគឺជាចិនទេហើយប្រាក់ចំណូលនោះគឺបានទៅតកូលហ៊ុនបាទជីកប៉ាល់ហោះដើរលេងពេញវាលពេញកាលសួរតែមើលសក់ទុកប្រជាបរិបទទេអានេះសូមឲ្យបងប្អូនកូនខ្មែរគឺគ្មានគំនិតនឹងកសាងប្រទេសនៅចាប់ដៃគូជាមួយអង្គការអភិវឌ្ឍន៍ទាំង40ប្រទេសដែលគេចូលរួមនោះគ្មានទេបាទគឺហ៊ុនសែនមានតែបំផ្លាញកិត្តិយសគេទេសិតតែគេមកបំផ្លាញខ្លួនឯងតែការពិតយើងមើលលុយស៊ុយអែតគេឡើងដកចេញគេថាជួយអស់ក្នុងប្រទេសទៀតក៏ខ្មែរអត់រីកចម្រើនដែរអានឹងស៊ុយអែតគេនិយាយផ្ទាល់គេដកទូចចេញព្រោះមិនមួយឆ្នាំគេជួយ$40 លានសម្រាប់សាលារៀនអប់រំពេទ្យអីទៅអត់រួចបាទហ្នឹងហើយអរគុណសូមឲ្យបងប្អូនកូនខ្មែរចូលរួមជំរាបកូនចាស់បាទអរគុណណាស់លោកកេងលីលោកមានប្រសាសន៍ត្រឹមត្រូវល្អខ្លាំងណាស់តាក់ទងទៅនឹងការដែលធ្វើអភិវឌ្ឍទាំងអស់នេះគឺជាលុយកម្ចិលលុយបុលឲ្យបោកប្រាស់គេទៀតហើយលោកបាននិយាយរហូតដល់លោកប្រទេសស៊ុយអែតដកទូចចេញគេអត់មានចំណេញអីដល់គេសំបីតែ1%គឺអត់មានសោះអញ្ចឹងឃើញថាគេទុកក៏អត់ប្រយោជន៍ដែរអញ្ចឹងហើយគេមើលថោកមើលស្រាលយើងណាហើយអញ្ចឹងខ្ញុំអរគុណមែនទែនលោកកេងលីឥឡូវនេះសូមបំបីចំណាប់អារម្មណ៍បងប្អូនមកជួបជាមួយនឹងលោកដាវហ៊ុនម្ដងទៀតគឺ1នាទីដូចគ្នាសូមគ្រប់អញ្ជើញទៀតលោកដាវហ៊ុនបាទបានអរគុណលោកខ្ញុំដល់ជាចុងក្រោយនេះខ្ញុំសូមផ្ញើសារដល់ជូនដល់ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុងទាំងក្រៅប្រទេសឲ្យបានជៀបថាប្រទេសកម្ពុជាយើងដោយសារយើងនៅមានសទ្ធិសញ្ញា$23ទី1ទី2យើងនៅមានគណៈបកប្រឆាំងនៅក្នុងប្រទេសហើយទី3ជាផលល្អមួយដែរដែលលោកប្រធានសមាជិកបានបង្កើតរដ្ឋបាលកម្ពុជាឯករាជ្យ$23បើប៉ះសិនជាយើងមិនមាន3អត់តែនឹងទេគឺថាយួនវលេបខ្មែរយើងបង្ហាញចេញមុខច្បាស់កន្លែងដោយសារមានអត់តែនឹងហើយទៅវាលាក់ខាងក្រោយខ្នងរបស់ហ៊ុនសែនខ្ចីដៃហ៊ុនសែនស្រុកខ្មែរដូច្នេះបើចង់ឲ្យខ្មែរលេងទុកលេងភ័យលេងខ្លាចលេងស្លាប់បន្តទៀតទៅតែក្រោកឡើងបដូររបបនេះចាញ់ផ្លាស់ប្ដូរហ៊ុនសែនដែលជាបុគ្គលអសមត្ថភាពដែលជាបុគ្គលអាយ៉ងបរទេសចេញពីប្រទេសកម្ពុជាចេញពីអំណាចទៅខ្មែរយើងមកសឹកបាទសូមអរគុណសូមអរគុណខ្លាំងណាស់ហើយខ្ញុំតូចចិត្តខ្លាំងមែនទែនតាក់ទងទៅនឹងដោយលោកបានលើកឡើងថាប្រទេសកម្ពុជារបស់យើងមានឈ្មោះបរិយាជនឬក៏មានឈ្មោះបុព្វបុរសរបស់យើងក៏ច្រើនហើយយើងក៏មានឈ្មោះដូនបុព្វបុរសហើយក៏មានឈ្មោះអ្នកក្លាហានរបស់ខ្មែរយើងក៏ច្រើនដែរចង់និយាយថាច្រើនណាស់គួរណាស់តែដាក់ឈ្មោះឲ្យសម្បត្តិធម្មជាតិរបស់សម្បត្តិធម្មជាតិសម្បត្តិជាតិរបស់យើងទាំងអស់ដែលលុយបំណុលបុលបានពីបរទេសហ្នឹងគួរតែដាក់ឈ្មោះអ្វីមួយដែលជាតំណាងឲ្យខ្មែរទូទៅដូចជាមរតកកូនខ្មែរក៏បានហើយពលានជនហោះមរតកកូនខ្មែរក៏អាចថាបានមរតកជាតិខ្មែរក៏បានបើយើងនិយាយទៅហើយវាតាក់ទោះបើយើងមិនចង់ដាក់ឈ្មោះនរណាម្នាក់អីចឹងហើយឬក៏បើសិនជាដាក់ឈ្មោះថាមរតកដៃជោអញ្ចឹងវាដូចជាដៃជោមើលទៅដូចជាប្រទេសកម្ពុជារបស់យើងទាំងមូលគឺកម្មសិទ្ធិរបស់លោកដៃជោឬតកូលហ៊ុនតែម្ដងស្ដាប់ទៅវាស្ដាប់ទៅវាគួរឲ្យសង្វេគបាទអញ្ចឹងខ្ញុំអរគុណណាស់លោកទាំងពីរថ្ងៃនេះលោករៀបរាប់ប្រាប់តាក់ទងទៅនឹងសំណួររបស់ខ្ញុំបាទចោតសួរនេះឃើញថាក្បោះក្បាយល្អខ្លាំងមែនទែនហើយខ្ញុំជឿច្បាស់ថាបងប្អូនទាំងអស់ដែលបានស្ដាប់នៅក្នុងវីដេអូរបស់យើងដែល talk show នៅក្នុងថ្ងៃនេះនៅទូរទស្សន៍ RPA របស់យើងនេះគឺថាពិតណាស់